អ្នកទាំងអស់គ្នាដឹងអត់ Telegram អាចផ្ញើសាររំលឹកយើងបាននៅព័ត៌មានណាមួយដែលយើងអត់ចង់ឲ្យភ្លេចដូចជាម៉ោងថ្ងៃខែឆ្នាំដែលយើងត្រូវបំពេញការងារអីមួយដូចជាម៉ោងងើបទៅហាត់ប្រាណម៉ោងងើបទៅរៀនម៉ោងងើបទៅធ្វើការយើងអាចកំណត់បានដើម្បីឲ្យ Telegram ហ្នឹងគេផ្ញើសាររំលឹកយើងកុំឲ្យយើងភ្លេចអូយទេមកហៅផងអត់ព្រមទេយ៉ាប់ហ្មងជំរឿហើយនិយាយគ្នាថាម៉េចតែហាត់ប្រាណជុំគ្នាអីឯងចាំទូរស័ព្ទនោះចាំហើយមិនក៏មិនឃើញតែមកមានមុខមកនិយាយទៀតហើយមើលម៉ោងប្រហែលអីម៉ោង9ព្រឹកឯហ្នឹងបើឯងដេកតមួកយ៉ាងហ្នឹងអញ្ចឹងទៅតាមទាំងអស់គ្នាខ្ញុំនឹងបង្ហាញអ្នកនរគ្នានៅការអនុវត្តទាំង iPhone និង Android តោះអញ្ចឹងយើងចូលមក Telegram របស់យើងហើយយើងចុចកន្លែងពាក្យ search យើងវាយពាក្យ save message អញ្ចឹងបងប្អូនវាយតាមខ្ញុំមកប៉ុន្តែគ្រាន់តែវាយពាក្យ save ហ្នឹងគឺវាចេញមកហើយបងប្អូនឃើញទេនោះ save message ឃើញអាបតុងពណ៌ Q ហ្នឹងណានោះ save message ហើយយើងចុចលើហ្នឹងមកហ្នឹងជា app របស់ Telegram ណាហើយយើងចង់ឲ្យផ្ញើសាររំលឹកយើងរឿងអីយើងទៅសេពីការងារហ្នឹងមកឥឡូវខ្ញុំឧទាហរណ៍ថាម៉ោង6គឺផាត់ប្រានចានេះខ្ញុំឧទាហរណ៍ទេណាបងប្អូនចង់ឲ្យគេរំលឹកពីអីទៅសេហ្នឹងមកតាមបំណងរបស់យើងហើយទៅសេហើយកុំអាចចុចពាក្យផ្ញើណានេះយើងចុចចាកន្លែងព្រួញស្ដាំដៃហ្នឹងឃើញព្រួញចុចលើនៅយូរមកវាលោតប៊ូតុង set a reminder ចឹងនេះជាកន្លែងដែលយើងត្រូវកំណត់ថ្ងៃខែឆ្នាំឲ្យបងប្អូនឃើញទេហ្នឹងហើយយើងសេរីមកចង់ឲ្យគេរំលឹកយើងថ្ងៃនេះឬថ្ងៃស្អែកអញ្ចឹងខ្ញុំចង់ឲ្យដាក់ថ្ងៃស្អែកអញ្ចឹងយើងដាក់មកដាក់ម៉ោងបានទៀតណាដាក់ទាំងថ្ងៃខែឆ្នាំម៉ោងទៀតណាចង់ឲ្យគេដាស់យើងនៅម៉ោងប្រហែលរំលឹកយើងម៉ោងប្រហែលគេដាក់ឲ្យយើងចុចពាក្យ save ហ្នឹងមកខាងក្រោមហ្នឹងមកឃើញទេជាប់ហើយអញ្ចឹងពេលវេលាហ្នឹងឲ្យទៅដល់ពេលវេលាហ្នឹងគឺគេផ្ញើសាររំលឹកយើងហើយថាត្រូវធ្វើអីអ្វីដែលយើង save ហ្នឹងណាអូខេឥឡូវចប់ខាង iOS ខាង iPhone ចប់ហើយឥឡូវយើងចូលមកកាន់ Android វិញម្ដងអញ្ចឹងសម្រាប់អ្នក Android យើងចូលមក Telegram ហើយយើងចុចពាក្យកន្លែង search ខាងលើហើយយើងចុចពាក្យ save message ដូចគ្នាមកឃើញទេគាត់វាយ save នោះវា load មកហើយអញ្ចឹងយើងចុចលើពាក្យបតុង save message ហ្នឹងមកហើយយើងទៅ save មកឥឡូវកិច្ចការយើងដែលគេចង់ឲ្យយើងចង់ឲ្យ Telegram រំលឹកយើងហ្នឹងកិច្ចការពីអីឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំវាយថាម៉ោង8ព្រឹកហ្នឹងហើយសរសេរតាមអ្វីដែលយើងចង់បានមកណាឥឡូវខ្ញុំឧទាហរណ៍ថាម៉ោង8ព្រឹកទៅធ្វើការហ្នឹងហើយកុំអាចចុចពាក្យ save ណាយើងចុចអាកន្លែងព្រួយ save ហ្នឹងតែចុចឲ្យយូរយកដៃចុចឲ្យយូរវានឹងលោតបតុងមក set a reminder ឃើញទេហើយយើងរើសមកថ្ងៃខែឆ្នាំណាដែលយើងចង់ឲ្យគេផ្ញើសាររំលឹកយើងហ្នឹងដាស់តឿនយើងហ្នឹងរើសម៉ោងបានទៀតណានោះឃើញទេខាងនេះថ្ងៃខែឆ្នាំបន្ទាប់មកម៉ោងហើយនោះវិនាទីអ្នកទាំងគ្នានាទីម៉ោងហើយនាទីឃើញទេអញ្ចឹងខ្ញុំដាក់ម៉ោង8:00ហ្មងហើយចុចពាក្យ save នៅខាងក្រោមហ្នឹងមកឃើញទេជាប់ហើយពេលដល់ម៉ោងហ្នឹងវេលាហ្នឹងគឺ Telegram message រំលឹកយើងហើយអូខេអញ្ចឹងតែប៉ុណ្្នឹងឯងអ្នកគ្នាមានចំណុចអីក៏ comment ខាងក្រោមបានរំខានមែនតើនៅពេលចូលបង្គន់ម្ដងមានក្លិនឆ្អេះក្លិនស្អុយសត្វល្អិតច្រើនដូចជាមូសកដោកាឡាហើយសំខាន់នោះគឺចាក់ទឹកអត់ទៅទេស្ទះសរសៃសក់ស្ទះសម្រាមផ្សេងអ្នកនរគ្នាលែងមានបញ្ហាទៀតហើយនេះជាឧបករណ៍អនាម័យដែលជួយឲ្យបង្គន់របស់អ្នកទាំងអស់គ្នាលែងមានក្លិនឆ្អេះលែងមានក្លិនស្អុយលែងមានសម្រាមស្ទះដូចជាសរសៃសក់ហើយសំខាន់ការពារសត្វល្អិតដូចជាមូសកដោកាឡាផ្សេងដែលឡើងតាមលូអញ្ចឹងនេះជាឧបករណ៍មួយដែលអ្នកនរគ្នាគួរតែមានក្នុងបន្ទប់ទឹករបស់អ្នកទាំងអស់គ្នាព្រោះវាអាចជួយយើងបានច្រើនមែនតើជាពិសេសកន្លែងបង្ហូរទឹកពេលដែលទឹកហូរបានបើកពេលទឹកលែងហូរគឺបិទវិញអូតូតែម្ដងការពារក្លិនដែលហុយឡើងហើយអ្វីដែលសំខាន់នោះគឺជួយការពារសត្វល្អិតនឹងឯងពេលដែលយើងប្រើឧបករណ៍នេះយើងមានអនាម័យនិងមានសុខភាពល្អអ្នកនរគ្នាប្រើឧបករណ៍នេះសមាជិកក៏ដូចជាផ្ទះអ្នកនរគ្នាទាំងមូលបង្គន់ទាំងអស់មានអនាម័យមានសុខភាពល្អអារម្មណ៍ស្រស់ស្រាយជានិច្ចព្រោះថាបង្គន់ជាកន្លែងសំខាន់ដែលយើងចេញចូលញឹកញាប់ជាងគេហើយកន្លែងដែលយើងប្រើប្រាស់ប្រចាំថ្ងៃអញ្ចឹងប៉ះពាល់មែនតើបើសិនបន្ទប់ទឹកយើងមានក្លិនមិនល្អក្លិនឆ្អេះស្អុយចូលទៅសត្វល្អិតច្រើនហើយចាក់ទឹកមិនទៅនឹងរាសីយើងក៏មិនសូវល្អដែរសំខាន់គឺសុខភាពយើងអញ្ចឹងអ្នកនរគ្នាអាចជ្រើសរើសជាមួយឧបករណ៍អនាម័យបង្គន់នេះបានអរគុណច្រើនសម្រាប់ការតាមដានសង្ឃឹមថាបងប្អូននឹងជួយគ្នាអរគុណច្រើនសម្រាប់ការតាមដានសង្ឃឹមថាបងប្អូននឹងជួយ share ចែករំលែកនៅចំណេះដឹងនេះទៅបន្តទៀតអរគុណយើងនឹងជួបគ្នានៅវីដេអូថ្មីមានតែសារអូតូមួយឈុតនេះបងប្អូនលែងពិបាកស្មុគស្មាញចាយពេលចាយកម្លាំងច្រើនដូចមុនទៀតហើយមិនពិបាកទៅរកម៉ាស៊ីនបាញ់ខ្យល់ឬក៏ឧបករណ៍ធំមកជំនួយទេយើងអាចធ្វើបានដោយខ្លួនឯងជាពិសេសគឺស្រីៗយកប្រលប់
បែកកង់តាមផ្លូវអញ្ចឹងយើងអាចជួយខ្លួនឯងបានអញ្ចឹងបងប្អូនអាចជ្រើសរើសបានជាមួយឈុតសោអូតូដែលយើងនាំចូលនៅប្រភេទសោដែលមានគុណភាពខ្ពស់មាំជាប់ធន់ប្រើបានយូរអញ្ចឹងជាការមួយប្រសើរខ្លាំងមែនតើបើសិនជាយើងត្រៀមទុកជាមុនការពារប្រសើរជាព្យាបាលអញ្ចឹងនៅពេលដែលយើងធ្វើដំណើរតាមផ្លូវមិនថាចិត្តឆ្ងាយចុះភ្នំឡើងភ្នំយប់ប្រលប់អីក៏ដោយអ្នកនរគ្នាត្រៀមសោអូតូនេះតាមខ្លួនដើម្បីការពារបែកកង់តាមផ្លូវដែលយើងមិនអាចមើលឃើញណាអញ្ចឹងយើងអាចជួយខ្លួនឯងបានបងប្អូនអាចតំណងសួរព័ត៌មានកំងផ្ទាល់បានតាមរយៈលេខទូរស័ព្ទដែលមាននៅខាងលើក៏ដូចជាសួរព័ត៌មាននៅក្នុង page កំងឥឡូវនេះបងប្អូនយើងនឹងមានការ free ជាមួយនឹងសេវាដឹកជញ្ជូនអរគុណបងប្អូន